បាទសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូមិត្តអ្នកសិក្សាគណិតវិទ្យានិងបងប្អូនសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់ថ្ងៃនេះខ្ញុំបាទនឹងចែកចម្លែកនៅលំហាត់គណនាកន្សោមបាទដែលលំហាត់នេះទៀតសោតខ្ញុំបាទនឹងលើកយកអំពីការបំបត្តិរ៉ាឌីកាល់ពីភាគបែងបាទឬក៏ការសម្រួលកន្សោមអញ្ចឹងសូមតាមដានដូចតទៅបាទអញ្ចឹងលំហាត់គឺមាន4ខ្ញុំលើកយកមក4លំហាត់នេះបាទដោយឡែកសម្រាប់វីដេអូនេះខ្ញុំសូមធ្វើការផ្ដល់ចម្លើយជូននៅចម្លើយសម្រាប់លំហាត់ខ្ទង់ A និងលំហាត់ខ្ទង់ B បាទអញ្ចឹងសូមតាមដានដូចតទៅលំហាត់ខ្ទង់ A ឬសំទោស3 ឬការ៉េនៃ5ដក2ឬការ៉េនៃ3បូក3ឬការ៉េនៃ20ដកឬការ៉េនៃ12ភាគឲ្យឬការ៉េនៃ5បូកឬការ៉េនៃ3បាទអញ្ចឹងដើម្បីដោះស្រាយលំហាត់នេះបានគឺយើងត្រូវបំបត្តិរ៉ាឌីកាល់ពីភាគបែងសិនបាទអញ្ចឹងដើម្បីអាចបំបត្តិរ៉ាឌីកាល់ពីភាគបែងបានភាគបែងយើងមាន2តួនេះទេគឺឬការ៉េនៃ5បូកឬការ៉េនៃ3បាទអញ្ចឹងដើម្បីបំបត្តិរ៉ាឌីកាល់ពីភាគបែងយើងគ្រាន់តែគុណជាមួយនឹងកន្សោមឆ្លាស់របស់វាកន្សោមឆ្លាស់របស់វាគឺឬការ៉េនៃ5ដកឬការ៉េនៃ3បាទរបស់យើងដើមគឺឬការ៉េនៃ5បូកឬការ៉េនៃ3អញ្ចឹងកន្សោមឆ្លាស់របស់វាគ្រាន់តែឆ្លាស់សញ្ញានេះមកនេះសញ្ញាបូកយើងឆ្លាស់មកដកវិញអញ្ចឹងបើកាលណាភាគបែងយើងគុណវានឹងឬការ៉េនៃ5ដកឬការ៉េនៃ3ភាគយកក៏យើងត្រូវតែគុណវានឹងឬការ៉េនៃ5ដកឬការ៉េនៃ3ដែរបាទអញ្ចឹងជំហានបន្ទាប់យើងគ្រាន់តែគុណបលាតភាគយកដល់ឡែកភាគបែងគឺចូលរូបមន្តបាទនេះភាគបែងរូបមន្តរបស់វាគឺ a បូក b កតា a ដក b បាន a ការ៉េដក b ការ៉េបាទនៅពេលនេះតួ a របស់យើងគឺឬការ៉េនៃ5តួ b របស់យើងគឺឬការ៉េនៃ3បាទអញ្ចឹងភាគបែងអញ្ចឹងបានអញ្ចឹងគឺឬការ៉េនៃ5លើកជើការ៉េដកឲ្យឬការ៉េនៃ3លើកជើការ៉េដោយឡែកភាគយកវិញបាទគឺយើងគ្រាន់តែគុណពលាតនេះបាទ3ឬការ៉េនៃ5គុណឲ្យឬការ៉េនៃ5គឺបាន3ឬការ៉េនៃ5ការ៉េបាទបាន3ឬការ៉េនៃ5ការ៉េនេះបានប៉ុណ្ណឹងបាទបន្ទាប់មកទៀតគុណពលាតដែលមក3ឬការ៉េនៃ5ដដែលហ្នឹងគឺយើងគុណនឹងឬការ៉េនៃដក3ម្ដងបាទសំទោសដកឬការ៉េនៃ3បាទអញ្ចឹងគឺយើងបានអានេះសញ្ញាដកអានេះសញ្ញាបុកគឺបានសញ្ញាដកនេះ3នៅក្រៅដដែលដោយឡែកឬការ៉េនៃ5និងឬការ៉េនៃ3យើងអាចគុណវាបញ្ចូលគ្នាបានអញ្ចឹងគឺខ្ញុំអាចសរសេរថាឬការ៉េនៃ5គុណ3បាទអញ្ចឹងសម្រាប់តួនេះខ្ញុំបានគុណពលាតរួចរាល់យើងចូលមកដល់តួទី2ម្ដងគឺដក2ឬការ៉េនៃ3បាទដក2ឬការ៉េនៃ3យើងគុណអញ្ចឹងដែរជាដំបូងយើងគុណជាមួយនឹងឬការ៉េនៃ5បាទអញ្ចឹងបានដក2ឬការ៉េនៃ3គុណឲ្យឬការ៉េនៃ5បានដក2ឬការ៉េនៃ3គុណ5បាទគុណមួយទៀតមកដក2ឬការ៉េនៃ3គុណឲ្យដកឬការ៉េនៃ3មកបានសញ្ញាដកគុណសញ្ញាដកបានបូកបាទអញ្ចឹង2គុណឲ្យឬការ៉េនៃ3សំទោស2ឬការ៉េនៃ3គុណឲ្យឬការ៉េនៃ3គឺខ្ញុំបាន2ឬការ៉េនៃ3ការ៉េ
ដោយសារតានេះតួ3ដូចគ្នាអញ្ចឹងខ្ញុំអាចលើកពីជាក្រែងចេះបានបាទនេះបានប៉ុណ្ណឹងខ្ទង់ទី3សំទោសតួទី3 ឬការ៉េ20បាទអញ្ចឹងគុណបរិយាអញ្ចឹងដែរមក3 ឬការ៉េនៃ20គុណឲ្យឬការ៉េនៃ5គឺបាន3 ឬការ៉េនៃ20គុណ5បាទឬ3 ឬការ៉េនៃ20គុណឲ្យដកឬការ៉េនៃ3ខ្ញុំបានដក3 ឬការ៉េនៃ20គុណ3បាទតួទី4ដកឬការ៉េនៃ12ដកឬការ៉េនៃ12អញ្ចឹងដកឬការ៉េនៃ12គុណឲ្យឬការ៉េនៃ5បានដកឬការ៉េនៃ12គុណ5ដកឬការ៉េនៃ12គុណឲ្យដកឬការ៉េនៃ3គឺបានបូកឬការ៉េនៃ12គុណ3បាទនេះសញ្ញាដកគុណសញ្ញាដកបានបូកបាទជំហានបន្ទាប់គឺយើងគ្រាន់តែគណនាមកលេខណាដែលយើងអាចគណនាបានគណនាអាណាបញ្ចេញបានយើងបញ្ចេញបាទអញ្ចឹងដោយកន្លែងនេះបាទ3 ឬការ៉េនៃ5ការ៉េបាទនេះឬការ៉េនៃ5ការ៉េខ្ញុំអាចបញ្ចេញ5ចេញពីឬការ៉េនៃបានអញ្ចឹងយើងបាន3គុណ5 3គុណ5 15បាទអានេះដក3ឬការ៉េនៃ15នេះ5គុណ3 15នេះចឹងដែរដក2ឬការ៉េ15បូកអានេះ3ការ៉េខ្ញុំអាចបញ្ចេញពីឬការ៉េបានអញ្ចឹងបាន2គុណឲ្យ3ស្មើ6បាទ3ឬការ៉េនៃ100បាទ20គុណ5 100ដក3ឬការ៉េនៃ60ដកឬការ៉េនៃ60បូកឬការ៉េនៃ36ដែលអាចភាគបែងខ្ញុំអាចបញ្ចេញពីរ៉ាឌីកាល់បានទាំងអស់គឺឬការ៉េនៃ5លើកជាការ៉េបាន5ឬការ៉េនៃ3លើកជាការ៉េបាន3បាទអញ្ចឹងបន្ទាប់មកគឺយើងគ្រាន់តែគណនា15បូក6 21បាទនេះ21ដក3ឬ15ដក2ឬ15បានដក5ឬ15បាទអានេះបូកឲ្យ3អញ្ចឹង100នេះគឺយើងអាចសរសេរវាជា10ការ៉េអញ្ចឹង10ការ៉េអាចបញ្ចេញពីរ៉ាឌីកាល់បានបញ្ចេញពីឬការ៉េបានគឺបាន10អញ្ចឹង10គុណឲ្យ3គឺ30បាទ30នេះម្ដងគឺដក3ឬការ៉េនៃ60ដកឲ្យឬការ៉េនៃ60វាមានឬការ៉េនៃ60ដកដូចគ្នាអញ្ចឹងយើងគណនាតែមេគុណរបស់វាមកគឺដក3ដកឲ្យ1គឺបានដក4អញ្ចឹងដក4ឬការ៉េនៃ60បូកឲ្យ6នេះគឺបានមកពីឬការ៉េនៃ36ឬការ៉េនៃ36នេះខ្ញុំអាចសរសេរជាឬការ៉េនៃ6ការ៉េបាទអញ្ចឹងឬការ៉េនៃ6ការ៉េយើងអាចបញ្ចេញបានពីឬគឺបាន6បាទដោយឡែកភាគបែងគឺយើងគ្រាន់តែយក5ដក3គឺបាន2បាទយើងគណនាបន្តទៀតមក21បូក30 51 51បូក6 57បាទអានេះដក5ឬការ៉េនៃ15ទុកដដែលដែលឡែកសម្រាប់កន្លែងនេះ60បាទ60ខ្ញុំអាចសរសេរជា60ខ្ញុំអាចសរសេរថា4គុណឲ្យ15 4គុណ15បាទអញ្ចឹងវាបានចេះ4នេះវាអាចចេញពីឬការ៉េនេះបាន4ហ្នឹងយើងអាចសរសេរជា2ការ៉េបាទ2ការ៉េវាបញ្ចេញពីរឿងមកបាន2អញ្ចឹង2គុណឲ្យ4នេះវាបាន8អញ្ចឹង60នេះយើងដក4នេះចេញអញ្ចឹងនៅសល់15អញ្ចឹងវានៅសល់តែឬការ៉េនៃ15នេះទេបាទបន្ទាប់មកគឺយើងគណនាលេខវាបន្តទៀតបាទនេះ
57យើងតំណាក់ដដែលនេះឬក្រេនៃ15ដូចគ្នាយើងកណនីតែមេគុណមកគឺដក5ដក5ដក8នៅសល់ដក13បាទអញ្ចឹងចម្លើយរបស់យើងគឺប៉ុណ្ណឹង A ស្មើ57ដក13ឬក្រេនៃ15លើ2បាទនេះគឺជាចម្លើយសម្រាប់ខ្ទង់ A អញ្ចឹងយើងចូលទៅដល់ខ្ទង់ B វិញម្ដងបាទខ្ទង់ B 3ឬការ៉េនៃ2បូកឬការ៉េនៃ50ដក2ឬការ៉េនៃ18ភាគឲ្យឬការ៉េនៃ2ដក1បាទគឺมันខុសគ្នាទេភាគបែងមាន2តួដែរគឺឬការ៉េនៃ2ដក1អញ្ចឹងយើងគ្រាន់តែកូនកន្សំឆ្លាស់របស់វាមកគឺឬការ៉េនៃ2បូក1បាទកូនកន្សំឆ្លាស់របស់វាឬការ៉េនៃ2បូក1អញ្ចឹងភាគយកក៏យើងត្រូវតែគុណវានឹងឬការ៉េនៃ2បូក1ដែរបាទបន្ទាប់មកគុណពលាតទាំងភាគយកដែលឡែកភាគបែងគឺវាចូលរូបមន្តបាទនេះរូបមន្តគឺបានអញ្ចឹងឬការ៉េនៃ2លើកជាការ៉េដក1ការ៉េបាទភាគយក3ឬការ៉េនៃ2គុណឲ្យឬការ៉េនៃ2បាទអញ្ចឹងនេះឬការ៉េនៃ2គុណឬការ៉េនៃ2នេះគឺវាបានឬការ៉េនៃ2ការ៉េអញ្ចឹងខ្ញុំអាចបញ្ចេញ2ការ៉េហ្នឹងបញ្ចេញពីរឹសមកបាន2បាទអញ្ចឹង2គុណឲ្យ3 6បាទនេះ3ឬការ៉េនៃ2គុណឲ្យ1គឺបាន3ឬការ៉េនៃ2ឬការ៉េនៃ50គុណឲ្យឬការ៉េនៃ2បានឬការ៉េនៃ100ឬការ៉េនៃ50គុណឲ្យ1គឺបានឬការ៉េនៃ50ដក2ឬការ៉េនៃ18គុណឲ្យឬការ៉េនៃ2គឺបានដក2ឬការ៉េនៃ36បាទយក2ក្នុងឬការ៉េនេះគុណឲ្យ18ក្នុងឬការ៉េនេះបាទអញ្ចឹងគឺបានដក2ឬការ៉េនៃ36ដក2ឬការ៉េនៃ18បាទភាគបែងយើងគឺបានប៉ុណ្ណឹងឬការ៉េនៃ2លើកជាការ៉េដក1ការ៉េបន្ទាប់មកយើងមើលថាតើចំនួនណាដែលយើងអាចបញ្ចេញពីរ៉ាឌីកាល់បាននិងអាចគណនាបានអញ្ចឹង6យើងទុកដដែល3ឬការ៉េនៃ2ទុកដដែលឬការ៉េនៃ100នេះយើងអាចសរសេរជាឬការ៉េនៃ10ការ៉េបញ្ចេញពីរ៉ាឌីកាល់មកនៅសល់10ឬការ៉េនៃ50ខ្ញុំអាចសរសេរជា25គុណឲ្យ2 25គុណឲ្យ2អញ្ចឹង25ខ្ញុំអាចសរសេរជា5ការ៉េ5ការ៉េយើងបញ្ចេញពីរ៉ាឌីកាល់បាននៅសល់5ឬការ៉េនៃ2បាទនេះដូចគ្នាដែរដក2ដែលឡែក36នេះគឺ6ការ៉េ6ការ៉េបញ្ចេញពីរ៉ាឌីកាល់នៅសល់6 6គុណ2 12អញ្ចឹងគឺបានដក12នេះសញ្ញាដកបាទនេះម្ដង18ខ្ញុំអាចសរសេរជា9គុណ2បាទ9ហ្នឹងគឺ3ការ៉េ3ការ៉េបញ្ចេញពីរឹសការ៉េគឺបាន3អញ្ចឹង3គុណឲ្យ2នេះគឺបាន6 6ឬការ៉េនៃ2សញ្ញាដកបាទអញ្ចឹងអានេះ2ដក1 1ហើយភាគបែក1យើងអត់សរសេរក៏បានដែរអញ្ចឹងយើងទូទាត់ភាគយក6បូក10 16 16ដក12នៅសល់4 3ឬការ៉េនៃ2បូក5ឬការ៉េនៃ2បាន8ឬការ៉េនៃ2 8ដក6ឬការ៉េនៃ2គឺបាន2ឬការ៉េនៃ2បាទអញ្ចឹងចម្លើយរបស់យើង B ស្មើ4បូក2ឬការ៉េនៃ2បាទអញ្ចឹងខ្ញុំសូមបញ្ចប់នៅវីដេអូនេះប៉ុណ្ណេះដោយឡែកសម្រាប់លំហាត់ពីខ្ទង់ដែលនៅសល់ខ្ញុំនឹងចេញនៅវីដេអូថ្មីមួយទៀតបាទអញ្ចឹងអ្នកទាំងអស់គ្នាដែលបានទស្សនាហើយក៏អាចសាកល្បងធ្វើបុណ្យដើម្បីយើងនឹងផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នាមុននឹងបញ្ចប់ខ្ញុំបាទក៏សូមអភ័យទោសចំពោះកំហុសឆ្គងដោយប្រការណាមួយក៏ដូចជាការបញ្ចូលមិនបានក្បោះក្បាយឬក៏បងប្អូននៅមានចម្ងល់កន្លែងណាអាច comment សួរនៅខាងក្រោមវីដេអូនេះបានបាទសូមអរគុណសូមជម្រាបលា